วิธีផ្លាស់ប្ដូរពីឡានដែលមានលក្ខណៈមិនស្អាតប្រឡាក់ដីប្រឡាក់ប្លុកអីចឹងទៅជាឡានដែលមានលក្ខណៈស្អាតល្អមកវិញឡើងថ្មីជ្រើងដូចទឹកបន្ទិញតែពេលដែលចូលមកដំបូងណាដូចឡានសល់ពីជំនាន់ណាចឹងនេះមិនដឹងថាឡានហ្នឹងទៅលុយផុកប្រហែលកន្លែងទេបានប្រឡាក់ប្លុកយ៉ាងហ្នឹងបើធៀបដូចមនុស្សយើងវិញនាំគ្នាទៅមុជទឹកផុកលេងអីចឹងណាហើយឥឡូវចូលមកមុជទឹកសម្អាតខ្លួនមកវិញហ្នឹងពេលដែលឃើញឡាននឹងដំបូងខ្ញុំជឿថាយើងម្នាក់ប្រកាសជាអត់ដឹងថាឡាននឹងគឺសបល់វាពណ៌អីទេសបល់ដើមវាដោយសារតែឃើញតែពណ៌ដីចឹងណាតើបាញ់ទឹកមកមិនដឹងថាឡានហ្នឹងគឺមានលក្ខណៈពណ៌សសោះដល់ពេលដែលអត់ដឹងពណ៌អីចឹងណាដំបូងឡើយគឺយើងអាចធ្វើការទស្សន៍ទាយបានទាយមើលពណ៌ខ្មៅពណ៌សពណ៌ប្រផេះកាឈូកក្រហមអីចឹងណាដូចតាមមនុស្សយើងដែរណែពេលដែលប្រឡាក់ប្រឡូកទៅក៏មើលមិនដឹងថាសបល់សសបល់អីដូចតែគ្នាទេតែពេលលាងសម្អាតណែចេញពណ៌គេពិតស៊ីនណែស្អាតបាសគេស្អាតមែនតែនពណ៌ដើមគេណាហើយจะមើលប្រឡាក់តាណាតណីខ្លះបន្ទាប់ពីគាត់បានបាញ់លាងសម្អាតខាងក្រៅដីឥឡូវគាត់ចាប់ដើមលាងកង់ហើយអានឹងដូចលាងជើងអញ្ចឹងណាធ្វើមកលាងជើងឲ្យនិយាយទៅទឹកគេបាញ់នេះគឺខ្លាំងមែនតើកកដីកម៉ោប៉ុណ្្នឹងហើយនៅដាក់តែមួយឆ្វាយពីរឆ្វាយឡើងស្អាតភ្លឹងគេមានទឹកអីគេពណ៌ស្វាយមកទៀតហើយអូពណ៌ផ្កាឈូកតែនេះទឹកពណ៌ផ្កាឈូកហ្នឹងដូចទឹកសាប៊ូគេទឹកសាប៊ូគេពណ៌ផ្កាឈូកហ្នឹងដូចជាប្រភេទសាប៊ូកាត់សាប៊ូអីចឹងដាក់ទៅឲ្យភ្លឺអាឡូងអញ្ចឹងណាចេញថ្នាំដើមមកបើនិយាយយើងបោកកៅប្រហែលជាដូចយើងដាក់ទឹកអូស្វែលអីមានស្នាមប្រឡាក់ខ្លាំងកន្លែងណាអត់ដាច់ចឹងដាក់ទឹកអូស្វែលទៅហើយថែមសាប៊ូថែមអីទៀតទៅគឺដាច់ស្អាតហើយហើយគាត់មកសម្អាតខាងមុខឡានហើយគាត់ចូលទៅដាក់ប្រដាប់ផាត់ឡាននឹងឲ្យផាត់ទៅស្អាតចឹងណាអូឡើងអាឡូងស្រើតែឡាននឹងបែបជាប្រឡាក់តែខាងក្រៅទេខាងក្នុងឡើងស្អាតភ្លឹងហ្នឹងខាងក្នុងប្រឡាក់អត់ដល់ទេស្អាតណាស់បច្ចេកទេសគេលាងមានទឹកពណ៌នេះម្ដងវ៉ាវឡែកមែនតែនខ្ញុំអត់ដែលឃើញគេលាងឡានអញ្ចឹងទេនៅយើងនេះឡានទឹកសាប៊ូគ្រាន់តែទឹកសាប៊ូសធម្មតាហ្នឹងហើយអត់ដឹងថាទឹកសាប៊ូគេប្រើអីទៀតតាមខ្ញុំដឹងគឺប្រើតែសាប៊ូកញ្ចប់អីធម្មតាហ្នឹងខ្ញុំគ្រាន់តែខ្ញុំគិតទេព្រោះយើងអត់ដែលចាប់អារម្មណ៍ឃើញទឹកពណ៌លាងអីដូចគេអញ្ចឹងផងអូលាងហើយគេមានប៉ូលាសាប៊ូដបតូចទៀតហើយមិនដឹងជាឡានមួយគ្រឿងតម្លៃប្រហែលទេបើលាងស្អាតយ៉ាងហ្នឹងនេះឡើងភ្លឹងវ៉ាវស្អាតមែនតែន